សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកម្មវិធីមួយដែលល្អបំផុតសម្រាប់បងប្អូនដែលធ្វើMMO ហ្នឹងហើយនៅក្នុងហ្នឹងវាមានoption ជាច្រើនបងប្អូនអាចឃើញនៅក្នុង screen share ខ្ញុំនឹងដាក់ក្នុងហ្នឹងអញ្ចឹងណាហ្នឹងហើយជាកម្មវិធី Unity Converter នេះហើយចំពោះ link download កម្មវិធីហ្នឹងខ្ញុំនឹងដាក់នៅក្នុង comment ណាហ្នឹងហើយបងប្អូនក៏ចុច link ហ្នឹងទៅឬមួយក៏ចុចនៅក្នុង description ក៏បានដែរនឹងមកដល់កម្មវិធីហ្នឹងតែម្ដងអញ្ចឹងណាហ្នឹងហើយហើយនៅក្នុងកម្មវិធីហ្នឹងវាមាន tool ជាច្រើនបងប្អូនអាចមើលបានហ្នឹងហើយទីមួយអាច download វីដេអូបានគ្រប់ platform ទាំងអស់ហ្នឹងហើយម្ដងមក TikTok ហើយអាចផ្ដាច់ copyright ម្ដងមកច្រើនវីដេអូអីចឹងណាហ្នឹងហើយអញ្ចឹងវាជាកម្មវិធីបងប្អូនអត់ចាំបាច់បារម្ភខ្លាចថាថ្ងៃក្រោយអីវាប្រើលេងកាលទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាជាកម្មវិធីអញ្ចឹងវាល្អមែនតើណាហ្នឹងហើយល្អមែនតើឥឡូវយើងទៅរៀនតឡើងទាំងអស់គ្នាអញ្ចឹងបងប្អូនសូមចុច link Telegram នៅខាងក្រោមហ្នឹងណាហ្នឹងហើយដែលខ្ញុំដាក់នៅក្នុង description ឬមួយក៏ខ្ញុំ pin នៅក្នុង comment ណាហ្នឹងហើយអញ្ចឹងបងប្អូនក៏ចុចមកនឹងមកដល់កម្មវិធីនឹងតែម្ដងអូខេឥឡូវតែទំហំវាតែ2 MB ទេអូខេដោយសារយើងប្រើ license អញ្ចឹងហ្នឹងឥឡូវយើងទៅឡើងមកហ្នឹងហើយយើងទៅឡើងមកអត់ប្រវាក់ទេមិនបាច់បិទនេះទេបងប្អូនណាហ្នឹងហើយមិនបាច់បិទអឺកន្លែងចាប់មេរោគអីទេមិនបាច់បិទទេអញ្ចឹងណាហ្នឹងហើយគឺប្រើប្រាស់បានគ្រប់ option តែម្ដងណាហ្នឹងហើយចាំមើលខ្ញុំប្រាប់បង្ហាញបងប្អូនហ្នឹងហើយបន្ទាប់ពីបងប្អូនបានតឡើងកម្មវិធីនឹងហើយបងប្អូនអាចមើលផ្ទាំង interface របស់វាស្អាតមែនតើណាហ្នឹងហើយហើយក្នុងនោះវាមាន tool ច្រើនមែនតើណាហ្នឹងហើយបើថាបងប្អូនបកកែប្រើបងប្អូនប្រើអស់សមត្ថភាពវាអញ្ចឹងណាហ្នឹងហើយអូខេហើយនេះវាមាន tool ច្រើនទៀតហើយខ្ញុំនៅបង្ហាញបងប្អូនមួយជាពិសេសអំពីកន្លែង download វីដេអូណាហ្នឹងហើយក៏ដូចជា TikTok អីហ្នឹងហ្នឹងហើយអូខេអត់ឲ្យបងប្អូនពិបាកទេហ្នឹងហើយប៉ុន្តែកម្មវិធីហ្នឹងវាត្រូវការ license ណាហ្នឹងហើយអញ្ចឹង license វាថ្លៃមែនតើហើយបងប្អូនអត់ចាំបាច់ទៅជាវ license ពី website វាផ្ទាល់ទេបងប្អូនអាចសួររកពីខាងខ្ញុំបានអញ្ចឹងណាហ្នឹងហើយអូខេបងប្អូនអញ្ចឹងខ្ញុំបានlog in កម្មវិធីហ្នឹងហើយហ្នឹងហើយ log in account ហើយហើយ account ដែលខ្ញុំកំពុងប្រើនេះគឺ lifetime ហ្មងបងប្អូនណាហ្នឹងហើយអត់ចេះ expire ទេហ្នឹងហើយគឺ lifetime តែម្ដងអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំមាន account lifetime បែបហ្នឹងសម្រាប់បងប្អូនទាំងអស់គ្នាណាហ្នឹងហើយបងប្អូន chill តែម្ដងប្រើបានមួយជីវិតតែម្ដងអញ្ចឹងណាហ្នឹងហើយអត់ចាំបាច់បារម្ភអីទេបងប្អូនណាហ្នឹងហើយហើយកម្មវិធីហ្នឹងគឺវាល្អមែនតើណាហ្នឹងហើយបងប្អូនអត់ចាំបាច់ភ័យនៅពេលដែល TikTok Facebook អី update ហើយ download អត់បានទេបាច់បារម្ភទេបងប្អូនគ្រាន់តែចុច update លើកម្មវិធីហ្នឹងទៅគឺវានឹងដំណើរការវិញទាំងអស់ហើយណាហ្នឹងហើយឥឡូវខ្ញុំសូមបង្ហាញបងប្អូនហ្នឹងហើយនៅ tool ដែលគេកំពុងតែចេញថ្មី TikTok ហើយនឹង Instagram នេះក៏ដូចគ្នាទេហ្នឹងហើយឥឡូវខ្ញុំសូមបង្ហាញ Instagram ទៅបងប្អូនគ្រាន់ចុចលើអាកន្លែងហ្នឹងមកហ្នឹងហើយបន្ទាប់មកបងប្អូនចូលទៅក្នុង Instagram មួយណាដែលបងប្អូនចង់ download ហ្នឹងហើយគ្រាន់តែ copy URL របស់វាហ្នឹងមកហ្នឹងហើយគ្រាន់ copy URL លើមកហើយ paste ចូលហ្នឹងហើយចុចទៅអញ្ចឹងវានឹង analyze យកយើងហើយណាហ្នឹងហើយអញ្ចឹងទាំង reel ទាំង post ទាំង story ទាំងអីហ្នឹងគឺវា download មកទាំងអស់តែម្ដងអញ្ចឹងហ្នឹងហើយអញ្ចឹងគឺដោយទាំងចំណងជើងដោយទាំងអីមកទាំងអស់ហ្មងអត់ចាំបាច់ពិបាកដល់បងប្អូនទេអញ្ចឹងហ្នឹងហើយអូខេឥឡូវចាំវាបន្តិចទៅវាកំពុងតែ analyze អញ្ចឹងហ្នឹងហើយនេះចេញមកហើយហ្នឹងហើយចេញមកហើយបងប្អូនកន្លែងនេះវាចេញម្ដង13វីដេអូណាហ្នឹងហើយអញ្ចឹងចុច analyze បន្តទៀតមកហ្នឹងហើយអញ្ចឹងវានឹងចេញបន្តមកទៀតហើយណាហ្នឹងហើយអញ្ចឹងវាស្រួលកន្លែងហ្នឹងណាបងប្អូនណាហ្នឹងហើយស្រួលកន្លែងហ្នឹងហើយវាអត់ចេះ error ទេបងប្អូនណាហ្នឹងហើយបើថាបងប្អូនមាន tool អីផ្សេងៗដែលគេបង្កើតហ្នឹងអាហ្នឹងវាអាចនឹង error នឹងថ្ងៃណាមួយអញ្ចឹងណាហ្នឹងហើយប៉ុន្តែអានេះវាជាកម្មវិធីបងប្អូនមិនបាច់បារម្ភទេណាហ្នឹងហើយអញ្ចឹងវានឹងមានមកទាំងអស់តែម្ដងនេះគេអត់បាន25វីដេអូគ្រាន់តែចុចប៉ុណ្នេះមកបងប្អូនណាចុច download មកវានឹង download បានហើយកន្លែងនេះបងប្អូនអាចរើសកន្លែងផ្ទុកបានហ្នឹងហើយចង់ផ្ទុកកន្លែងណាក៏បានដែរណាហ្នឹងហើយអត់ពិបាកទេអូខេអត់ពិបាកទេណាហ្នឹងហើយបងប្អូនចង់ផ្ទុកកន្លែងណាក៏បានដែរហ្នឹងហើយអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងហើយចំពោះwebsite អីផ្សេងៗទៀតក៏ដូចគ្នាហ្នឹងដែរណាហ្នឹងហើយទាំង TikTok ទាំង Koisu អីគឺរបៀបហ្នឹងណាហ្នឹងហើយអញ្ចឹងបងប្អូនអាចតេស្តបានអូខេហ្នឹងហើយអញ្ចឹងនៅកន្លែងនេះខ្ញុំមានកន្លែង convert មួយទៀតណាហ្នឹងហើយដែលអាចផ្ដាច់ copyright ម្ដងបាន1000វីដេអូហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់ select វីដេអូបងប្អូនដាក់មកហ្នឹងហើយខ្ញុំនឹងដាក់ link វីដេអូទី2របស់ខ្ញុំនៅក្នុង comment ដើម្បីបងប្អូនបានមើលណាហ្នឹងហើយអំពីរបៀបផ្ដាច់ copyright នៅក្នុងកម្មវិធី Unity Converter ហ្នឹងអញ្ចឹងណាហ្នឹងហើយហើយជាពិសេសវាមាន tool ច្រើនមែនតើណាហ្នឹងហើយបងប្អូនអាចអឺប្រើប្រាស់វាទៅតាមតម្រូវការរបស់បងប្អូនណាហ្នឹងហើយដូចជាយើងមានវីដេអូវែងហើយយើងចង់កាត់ជាខ្លីជាកង់តូចណាហ្នឹងហើយរយៈពេលខ្លីៗបងប្អូនអាចប្រើ tool នេះបានណាហ្នឹងហើយអញ្ចឹងគឺវាមានច្រើនមែនតើ option វាហ្នឹងហើយអញ្ចឹងoption compress វីដេអូអីនេះក៏មានដែរអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងសុទ្ធតែ tool ដែលយើងត្រូវការអញ្ចឹងបងប្អូនអាចមើលបានហ្នឹងហើយអាចមើល tool វានឹងបានហើយអាចប្រើប្រាស់វាទៅតាមហ្នឹងអញ្ចឹងហ្នឹងហើយប្រើប្រាស់បានគ្រប់ option ទាំងអស់បងប្អូនណាហ្នឹងហើយដោយសារតែយើងមាន account license ណាហ្នឹងហើយ license នេះដូច
និង license ចេញពី website វា 100% តែម្ដងណាហ្នឹងហើយគ្មាន option ណាដែលប្រើមិនបានទេណាហ្នឹងហើយគឺប្រើបានទាំងអស់តែម្ដងអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាហ្នឹងហើយចាំជួបខ្ញុំនៅក្នុងវីដេអូក្រោយទៀតបាទខ្ញុំមានអីថ្មីអញ្ចឹង